នោះស្រាប់តែព្រះសង្ឃនោះនិយាយថានិមន្តយើងចូលក្នុងផ្ទះនាងទៅព្រះសង្ឃនឹងដូនជីរូបនោះនៅឈរត្រឹងនៅមុខផ្ទះរបស់និមលហាក់បីដូចជាមានអ្វីម្យ៉ាងមិនអនុញ្ញាតឲ្យនិមន្តចូលទៅក្នុងផ្ទះនិមលឡើយនិមលព្យាយាមស្រែកឬក៏និយាយខ្លាំងដើម្បីឲ្យអ្នកភូមិផងរបងជាមួយបានលឺប៉ុន្តែហាក់ដូចជាមិនមាននរណាគេម្នាក់បានលឺនោះឡើយនៅក្នុងវិនាទីនោះនិមលកង្វល់ខ្លាំងបំផុតគឺកូនរបស់នាងរំពេចនោះនិមលក៏មានអារម្មណ៍ដូចត្រូវអ្វីសង្កត់ភ្នែកក៏ចាប់ផ្ដើមស្រវាំងធ្លាក់ហើយក៏និយាយថានិមន្តចូលមកនិមលភ្ញាក់ខ្លួនឲ្យព្រឹកហេតុអ្វីបានជានាងនិយាយពាក្យនេះទាំងខ្លួនមិនចង់និយាយតាមពិតនាងត្រូវបានវិញ្ញាណខ្មោចព្រៃបញ្ជាឲ្យនិយាយការបើទទួលបានពាក្យអញ្ជើញរបស់និមលហើយស្រាប់តែដូនជីក្រងឈុតពណ៌សស្ទុះវឹកមកនៅពីមុខនិមលចំតែម្ដងស្អុយក៏ស្អុយឆ្អាបក៏ឆ្អាបដូនជីនោះក៏បានច្របាច់កនិមលពេញមួយទំហឹងនិមលផ្ទាល់ក៏ព្យាយាមរើបំរាស់ដែរប៉ុន្តែมันអាចស៊ូនឹងកម្លាំងរបស់ដូនជីខ្មោចព្រៃនេះឡើយរៀបនឹងសន្លប់ដេកស្ដោកស្ដឹងទៅលើក្រែទៅហើយនាងក៏បានក្រឡេកទៅខាងឆ្វេងដៃឃើញព្រះសង្ឃបីឆ្កែខ្មៅនោះកំពុងតែសម្លឹងមើលទៅលើផ្ទះរៀបនឹងឡើងដើម្បីទៅចាត់ការកូនរបស់នាងតស៊ូកម្លាំងទៅលេងរួចនិមលមានតែប្រើប្រាស់មធ្យោបាយចុងក្រោយអោព្រះភូមិម្ចាស់ទឹកម្ចាស់ដីជំនាញផ្ទះមរិញគង់វាដែលមើលថែរក្សានៅទីនេះជួយខ្ញុំនិងកូនរបស់ខ្ញុំផងស្រាប់តែឮសំឡេងមួយយ៉ាងខ្លាំងពីលើផ្ទះមកប្រហែលជាសំឡេងរបស់ជំនាញផ្ទះចេញភ្លាមចេញពីទឹកដីអញភ្លាមពុំព្រះសង្ឃនិងដូនជីនោះខ្ទាតមកមុខផ្ទះនិមលតែម្ដងគ្រោះអាក្រក់ក៏បានរំលងផុតទៅនៅព្រឹកថ្ងៃស្អែកនៅពេលដែលនិមលភ្ញាក់ដឹងខ្លួនឡើងស្រាប់តែឃើញអ្នកភូមិអ្នកស្រុកឈរអ៊ូអរនៅជុំវិញខ្លួននាងកំពុងតែនឿឆ្ងល់ថាមានអ្វីកើតឡើងអ្នកភូមិម្នាក់បានប្រាប់ថាកូននាងសុខសប្បាយទេហួយផុតទុកភ័យអីតែប្រាប់មើលមានអីកើតឡើងនិមលក៏ចាប់ផ្ដើមនិយាយរាយរាប់រឿងទាំងអស់ដែលខ្លួនបានជួបកាលពីយប់មិញឲ្យអ្នកភូមិបានស្ដាប់បន្ទាប់មកពួកគេក៏ជំនុំគ្នាក្នុងការដើម្បីរកវិធីដោះស្រាយធ្វើយ៉ាងណាកុំឲ្យខ្មោចព្រៃចូលមកអុកឡុកនៅក្នុងភូមិស្រុករបស់គេទៀតពួកគេក៏បាននិមន្តព្រះសង្ឃនិងគ្រូបាអាចារ្យដែលចេះមន្តអាគមហ្នឹងមកសូត្រមន្តគាថារីខ្សែសីមាការពារស្រុកភូមិរបស់ពួកគេចាប់តាំងពីពេលនោះមកគេក៏លែងឃើញព្រះសង្ឃបីឆ្កែខ្មៅដូនជីបីឆ្មាខ្មៅចូលមកក្នុងភូមិស្រុកគេបន្តទៀតហើយទាំងនិមលនិងអ្នកភូមិក៏រស់នៅបានសេចក្តីសុខតាំងពីពេលនោះមក